នៅស្រុកខ្មែរយើងបងប្អូនបើសិនជាធ្វើប្រព័ន្ធធារាសាស្ត្រប្រព័ន្ធទំនប់ទឹកឲ្យប្រជាពលរដ្ឋចេះមិនដឹងថាល្អមិនទេសម្រាប់កសិករធ្វើស្រែធ្វើអីអញ្ចឹងបងប្អូនហ្នឹងហើយបើសិនជាមានប្រព័ន្ធធារាសាស្ត្រអញ្ចឹងបងស្រុកខ្មែរយើងធ្វើស្រែអាចមួយឆ្នាំខ្ញុំជឿថាអាចបាន3ដងហើយដូចចាក់ស្ដែងនៅប្រទេសកូរ៉េអញ្ចឹងគេធ្វើស្រែបានតែមួយឆ្នាំម្ដងព្រោះសារប្រទេសកូរ៉េជាធ្វើស្រែបានតែម្ដងហ្នឹងចូលដល់រដូវត្រជាក់ហ្មងឥឡូវហ្នឹងគឺចាប់ផ្ដើមចូលដល់រដូវគេធ្វើស្រែទៀតបងគេចាប់ផ្ដើមដាស់ស្រែដាស់អីហើយអញ្ចឹងប្រព័ន្ធធារាសាស្ត្រគេតិចទៀតហ្នឹងគឺខែក្រោយនិយាយចំថាអាចទាំងខែក្រោយគឺចាប់ផ្ដើមមានញឹកក្នុងការបង្ហូរទឹកចូលស្រែព្រោះឥឡូវហ្នឹងគឺអត់ទាន់ដល់រដូវបញ្ចូលទឹកដាក់ស្រែទេពួកគេតាមតែដាស់ដីស្រែឡើយទេបងប្អូនដូចជាដីនេះអញ្ចឹងគឺតាមតែដាស់ទេខែ4ឬក៏ពាក់កណ្ដាលខែ4អាចនឹងចាប់ផ្ដើមមានស្ទូងមានអីហ្នឹងបងប្អូនខែ4ខែ5គឺចាប់ផ្ដើមស្ទូងហើយអញ្ចឹងដូចខ្ញុំនិយាយចឹងបើសិនជានៅស្រុកខ្មែរយើងតាមភូមិតាមស្រុកតាមខេត្តផ្សេងៗមានប្រព័ន្ធនឹងគ្រប់កន្លែងទាំងអស់កសិករយើងមិនដឹងថាសប្បាយធ្វើស្រែយ៉ាងម៉េចទេបងប្អូនហើយប្រទេសយើងមានប្រព័ន្ធធារាសាស្ត្រយ៉ាងដូចស្រុកគេល្អមកដឹងថាអេមកកសិករដូចធ្វើស្រែហើយក្នុងការធ្វើស្រែមានប្រព័ន្ធហ្នឹងតម្លៃស្រូវហ្នឹងគឺមានទីផ្សារល្អទេអត់តែអេមទៀតហ្នឹងហើយចឹងសំខាន់បំផុតគឺតម្លៃក្នុងការលក់ចាញ់លក់អីឲ្យវាមានតម្លៃសមរម្យមកពេលធ្វើស្រែដល់សុបាយធ្វើស្រែបងប្អូនណា